សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអត់មានអីប្លែកទេថ្ងៃនេះមិនដឹងរនឹកធ្វើម្ហូបអីក៏ចាប់ដើមស្លម្ជូរផលិតតែម្ដងទៅអ្នកទាំងអស់គ្នាហើយការស្លម្ជូរផលិតនេះផងដែរធ្វើឲ្យខ្ញុំនឹកឃើញស្រុកស្រែចំការក្នុងរដូវភ្លៀងធ្លាក់ដបងអញ្ចឹងអ្នកទាំងអស់គ្នាដើមភ្លៀងធ្លាក់ដបងអញ្ចឹងកង្កែបហ៊ីងហងយំទៅហឹងអឹងអាប់ពេញស្រែចំការធ្វើឲ្យខ្ញុំនឹកឃើញស្លម្ជូរផលិតក្តៅហុយហត់មានជាតិជាមួយនឹងម្ទេសអាចសាត់ទឹកត្រីស្វាយបុកជូរហិលជាតិនៅជាតិយ៉ាងណាទេបងប្អូនអរគ្នាស្លម្ជូរផលិតយ៉ាងថ្ងៃនេះធ្វើឲ្យបងប្អូនអរគ្នាប្រហែលជាសក់ទឹកមាត់ដែរបើត្រឡប់ទៅមើលស្រុកស្រែចំការយើងវិញអ្នកទាំងអស់គ្នារដូវភ្លៀងធ្លាក់ដបងចេះប្រហែលជាពួកគាត់កំពុងតែដាស់ដីដាស់អីធ្វើស្រែចការអញ្ចឹងណាអ្នកទាំងអស់គ្នាហើយក៏ធ្វើឲ្យខ្ញុំនឹកឃើញការនៅពីតូចម្ដាយខ្ញុំដឹកដៃខ្ញុំទៅចំការទៅមើលពុកខ្ញុំកំពុងតែកាប់ឆ្ការព្រៃដល់ថ្ងៃត្រង់ទើបគាត់សម្រាកត្រឡប់មកខ្ទមចំការវិញម្ដាយខ្ញុំគាត់នៅក្នុងខ្ទមចំការដើម្បីធ្វើម្ហូបធ្វើបាយសម្លសម្រាប់ទុកជូនពួកគាត់ពេលឡើងពីឆ្ការព្រៃវិញអ្នកទាំងអស់គ្នាចំណែកឯខ្ញុំវិញកំពុងតែរត់លេងដេញចាប់កណ្ដូបពេញព្រៃតែម្ដងនៅពីតូចមិនសូវខ្វាយខ្វល់អីទេចលនាធ្វើអីក៏ធ្វើទៅស្រាប់តែមួយសន្ទុះក្រោយមកគឺឮសំឡេងស្រែកហៅឯនោះផងដែរគឺជាសំឡេងរបស់ម្ដាយខ្ញុំស្រែកហៅខ្ញុំឲ្យទៅហូបបាយជុំជាមួយពួកគាត់ពេលដែលខ្ញុំបានឮសំឡេងគាត់ហៅហើយខ្ញុំក៏ប្រញាប់ប្រញាល់រត់មកដើម្បីហូបបាយជុំជាមួយពួកគាត់ពេលដែលគាត់ដួសបាយរួចគាត់ក៏ដួសស្លមកគឺធំក្លិនស្លម្ជូរផលិតហ្នឹងឡើងឈ្ងុយឈ្ងប់តែម្ដងបងប្អូនទាំងអស់គ្នាធ្វើឲ្យខ្ញុំនឹកចាំមិនភ្លេចនោះទេអញ្ចឹងហើយឲ្យតែពេលឃើញស្លម្ជូរផលិតគឺខ្ញុំនឹកឃើញដល់ម្ដាយឪពុករបស់ខ្ញុំកំពុងធ្វើស្រែចម្ការបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបានស្លម្ជូរផលិតថ្ងៃនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ការនៅពីក្មេងការនៅស្រែចម្ការនៅវ័យកុមារមិនដែលខ្វល់អីទេគឺរត់តែលេងពេលធំពេញវ័យទៅដឹងថាមនុស្សពេញវ័យមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាប្រកាសជាមានមុខម្ហូបមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាចងចាំអតីតកាលកាលនៅពីក្មេងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាការបញ្ចូលសម្លេងរបស់ខ្ញុំបើសិនជាមានខ្វះខាតត្រង់ណាសូមអធ្យាស្រ័យអភ័យទោសដល់គ្រូខ្ញុំបាទផងហើយប្រធានបទថ្ងៃនេះរំលឹកអនុស្សាវរីយ៍កាលនៅពីក្មេងបាយជាមួយសម្លម្ជូរផលិតជុំពុកម៉ែកាលនៅស្រែចម្ការហើយជាចុងក្រោយនេះខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាបាយបាយ